មានដៃគូល្អក៏ខ្លាចបាត់បង់តែភ្លេចគិតថាខ្លាចបាត់បង់ខ្លួនឯងហើយក៏លែងស្គាល់ពីតម្លៃខ្លួនឯងដូចគ្នាធម្មតាស្ដាប់មើលមកវាដូចជាសើរីខ្លាំងពេកតែចង់សួរទៅវិញថាពេលដែលយើងនៅជាមួយដៃគូយើងតែងតែមានអារម្មណ៍មួយថាខ្លាចស្រីផ្សេងគេតាមសាសនាឬមួយក៏តាមចង់បានដៃគូរបស់យើងតែយើងភ្លេចឲ្យតម្លៃទៅលើខ្លួនឯងថាយើងល្អកម្រិតណាមិនមែនមានតែដៃគូយើងទេដែលស្រឡាញ់យើងអាចមានអ្នកផ្សេងទៀតដែលគេចង់បានយើងដូចគ្នាមិនខុសពីអារម្មណ៍ដែលយើងមានចំពោះដៃគូយើងទេពេលខ្លះយើងមើលទៅដោយសារតែយើងស្រឡាញ់គាត់យើងគិតថាគាត់ជាមនុស្សប្រុសម្នាក់ដែលល្អអញ្ចឹងមិនខ្វះទេស្រីដែលចង់រោមចង់ស្រឡាញ់គាត់ដូចគ្នាតែយើងសួរខ្លួនឯងវិញថាបើសិនជាយើងមានលក្ខណៈពិសេសនិងមានចំណុចល្អជាច្រើនដូចគ្នាហេតុអីក៏ខ្វះភាពជឿជាក់លើខ្លួនឯងយើងត្រូវជឿជាក់លើខ្លួនឯងថាមិនមែនមានតែដៃគូយើងទេដែលមានអ្នកចង់តាមស្រឡាញ់ឬមួយក៏អាចនិយាយបានថាមានអ្នកចង់យកគាត់ធ្វើជាដៃគូដូចគ្នាយើងក៏ដូចគ្នាអញ្ចឹងបើសិនជាយើងល្អគ្រប់គ្រាន់ឬមួយក៏យើងមានចំណុចមួយដែលពិសេសមែនណាមិនខ្វះទេមនុស្សប្រុសដែលគេចង់បានយើងដូចគ្នាអញ្ចឹងនៅក្នុងកំឡុងពេលដែលយើងតាក់ទងជាមួយនឹងដៃគូយើងឬមួយក៏មិនថាស្នេហាចង់សារឬមួយក៏ប្តីប្រពន្ធនេះយើងត្រូវផ្ដល់ភាពជឿជាក់លើខ្លួនឯងដូចគ្នាថាយើងល្អគ្រប់គ្រាន់ហើយយើងពិតជាល្អដោយអ្វីដែលយើងជឿជាក់នឹងមែនហើយព្យាយាមធ្វើខ្លួនឯងឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយផ្ដល់ការគិតល្អៗដល់ខ្លួនឯងហើយក៏ដូចជាធ្វើឲ្យខ្លួនឯងមានទំនុកចិត្តកាន់តែខ្លាំងព្រោះអីបើសិនជាពេលណាដែលយើងចាប់ផ្ដើមមានអារម្មណ៍មួយថាខ្វះជំនឿចិត្តលើខ្លួនឯងខ្លាចតែដៃគូមានអ្នកផ្សេងនោះស្មើនឹងយើងកំពុងតែខ្វះភាពជឿជាក់លើខ្លួនឯងដូចគ្នាអញ្ចឹងត្រូវទាញចិត្តខ្លួនឯងមកវិញថាយើងក៏ជាមនុស្សស្រីម្នាក់ដែលល្អប្រសើរហើយយើងក៏ជាមនុស្សស្រីម្នាក់ដែលមិនខ្វះទេមនុស្សប្រុសដែលចង់រោមចង់ស្រឡាញ់ដូចគ្នាអញ្ចឹងផ្ដល់ទំនុកចិត្តឲ្យខ្លួនឯងពេលហ្នឹងហើយយើងនឹងកាត់បន្ថយភាពភ័យខ្លាចហើយនឹងកាត់បន្ថយអារម្មណ៍ដែលអសុវត្ថិភាពនៅពេលដែលយើងនៅចិត្តដៃគូរបស់យើងព្រោះអីពេលខ្លះដៃគូរបស់យើងគាត់អត់មានធ្វើអីដោយឲ្យយើងមានអារម្មណ៍មួយថាគាត់មិនល្អទេតែផ្ទុយទៅវិញដោយសារតែភាពភ័យខ្លាចរបស់យើងហ្នឹងធ្វើឲ្យយើងកើតចិត្តសង្ស័យឬមួយក៏ធ្វើឲ្យយើងមានអារម្មណ៍មួយថាអត់សនុកចិត្តឬមួយក៏ខ្លាចបាត់បង់ដៃគូតែភ្លេចគិតថាខ្លាចបាត់បង់តម្លៃខ្លួនឯងក៏ដូចជាខ្លួនឯងផ្ទាល់ព្រោះអីពេលដែលយើងចាប់ដើមកើតចិត្តនឹងភ្លាមយើងប្រកាសជាតាមហួងហែងដៃគូយើងដោយលែងស្គាល់ពីតម្លៃខ្លួនឯងហើយក៏លែងដឹងថាខ្លួនឯងនឹងនៅកម្រិតមួយណាឬមួយក៏នៅអាចនិយាយបានថានៅក្នុងស្តង់ដារមួយណាដែរអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាមិត្តនារីរបស់យើងទាំងអស់គ្នាគឺផ្ដល់ភាពជឿជាក់លើខ្លួនឯងឲ្យកាន់តែខ្លាំងហើយកុំផ្ដោតតែលើដៃគូខ្លាំងពេកគឺផ្ដោតលើខ្លួនឯងឲ្យបានច្រើនផងអរគុណ